Sôm lùm on cái cơ rụp cho mẹ xua tại ra bục máy bóng ôn cho nông chia tiếng ó đòi xích đây cơ rụp. Trong nơi khăn nông video mình ní nhôm nâng đạn nơi kia thả muối đã chiaประเภท này kia thả krong sầm rệt nâng ấy. Trong tệ tôi cho mùi nâng ประเภท này kia thả krong sầm rệt ní nhôm chia thả bóng bóng khá cònประกอบជាធ្លាប់បានដឹងក៏ដូចជាធ្លាប់បានឃើញខ្លះៗមកហើយតេតូនជាមួយនឹងគាថាមួយប្រភេទនេះថាគេប្រើដើម្បីអីអញ្ចឹងទៅណាបងប្អូនហ្នឹងហើយពេលថាក្រុងសម្រិតហ្នឹងគឺវាតិចបងប្អូនសម្រិតហ្នឹងគឺតិចណាអញ្ចឹងតេតូនជាមួយនឹងគាថានេះគឺយើងប្រើទៅខាងស្ដោះផ្លុំក៏ប៉ុន្តែបើតាមអ្វីដែលចាស់ព្រះទេចាដែលលោកបានប្រាប់មកតាមអ្វីដែលខ្ញុំធ្លាប់សិក្សាចេះចាំតិចតួចមកបងប្អូនតេតូនជាមួយនឹងប្រភេទនៃគាថាក្រុងសម្រិតនេះបើសិនជាអ្នកដែលគេចេះច្បាស់តែម្ដងគឺគេអាចយកទៅសូត្រដើម្បីនឹងដោះនៅអំពើអំព័ន្ធបានថែមទៅទៀតណាតេតូនជាមួយនឹងគាថាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងលើកនៅគាថានេះចំនួន1មេដើម្បីនឹងបង្ហាញជូនទៅកាន់បងប្អូនឲ្យបងប្អូនបានឃើញក៏ដូចជាបានដឹងទាំងអស់គ្នាថាគាថានេះតើវាមានអត្ថន័យយ៉ាងណាហ្នឹងហើយគាថានេះគឺមានសរុបនឹងចំនួន7មេណាបងប្អូនក៏ប៉ុន្តែខ្ញុំលើកតែ1មេនោះទេហ្នឹងហើយវាមានមេវែងមេខ្លីអញ្ចឹងទៅហើយអ្វីដែលខ្ញុំរៀបនឹងលើកឡើងតិចទៀតនេះគឺជាមេមួយដែលអាចនិយាយបានថាគឺវាងាយជាងគេដោយសារតែมันមានភាសាបាលីនោះទេបងប្អូនហ្នឹងហើយសុទ្ធតែជាភាសាសម្រាប់ធម្មតាអញ្ចឹងណាអញ្ចឹងมันពិបាកនៅក្នុងការសិក្សារៀនសូត្រនោះទេតើតងជាមួយនឹងគាថាមួយនេះអញ្ចឹងដើម្បីកុំឲ្យខាតពេលវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនៅគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងសម្រាប់គាថានេះគឺយើងសូត្រថាឧមៈក្រុងសម្រិទ្ធវិជាណោទៅគ្រូប្រាអញឲ្យស្ដោះពឹសទឹកពឹសភ្លើងស្ដោះដំបូករលំស្ដោះភ្នំរលេទៅគ្រូប្រាអញឲ្យស្ដោះពឹសទាំងឡាយវិញ្ញាសន្តិអាសេសតោឧមៈក្រុងសម្រិទ្ធវិជាណោទៅគ្រូប្រាអញឲ្យស្ដោះពឹសទឹកពឹសភ្លើងស្ដោះដំបូករលំស្ដោះភ្នំរលេទៅគ្រូប្រាអញឲ្យស្ដោះពឹសទាំងឡាយវិញ្ញាសន្តិអសេសតោហ្នឹងអញ្ចឹងសម្រាប់គាថាក្រុងសម្រិទ្ធនៅក្នុងវីដេអូមួយនេះមានតែប៉ុណ្្នឹងនោះទេហើយតេតងជាមួយនឹងការសូត្រគឺយើងសូត្រ7ចប់ទៅណាបងប្អូនតេតងជាមួយនឹងគាថាហ្នឹងអញ្ចឹងគាថានេះបើសិនជាមានអ្នកណាដែលថាត្រូវពឹសត្រូវអីអញ្ចឹងទៅជាពិសេសពឹសភ្លើងពឹសអីអញ្ចឹងណាបងប្អូនគឺប្រើគាថានឹងសម្រាប់ស្ដោះផ្លុំទៅគឺត្រូវបាច់តែម្ដងហ្នឹងហើយអត់ដែលថាអ្នកណាដែលកាត់រើមកាត់អីអញ្ចឹងណាហ្នឹងហើយកាត់រើមកាត់អីអញ្ចឹងទៅធម្មតារើមបងប្អូនដឹងហើយគឺវាក្តៅរហូតដល់ពេលខ្លះអ្នកខ្លះគឺចាញ់ក្តៅងាយយកតែម្ដងបងប្អូនហ្នឹងហើយចំណុចកន្លែងនេះខ្ញុំក៏ធ្លាប់បានទៅជួបជាមួយនឹងលោកគ្រូម្នាក់ដែលថាខ្ញុំបាននិយាយការពីវីដេអូមុនដែលខ្ញុំបានសុំលេខគាថាពីគាត់អញ្ចឹងណាបងប្អូនតែនៅក្នុងពេលហ្នឹងគឺនៅភេទជាប្រសងដល់ឡើយទេនៅក្នុងពេលហ្នឹងគឺខ្ញុំបានជូនជាមួយនឹងមិត្តភ័ក្តិម្នាក់ដែលកើតរើមហ្នឹងគឺទៅស្ដោះផ្លុំហ្នឹងហើយគឺគាត់បានប្រើតេតូនជាមួយនឹងគាថាក្រុងសម្រិទ្ធហ្នឹងហើយបងប្អូនដើម្បីនឹងស្ដោះផ្លុំហើយគេថាផ្សេងទៀតគឺខ្ញុំមិនដឹងនោះទេដោយសារតែអត់បានសួរបញ្ជាក់ពីគាត់អញ្ចឹងទៅគាត់តែថាគឺខ្ញុំស្ដាប់ទៅខ្ញុំដឹងថាគាថាដែលគាត់ប្រើនៅក្នុងមេទី2គឺជាក្រុងសម្រិទ្ធហ្នឹងហើយអញ្ចឹងសម្រាប់គាថានេះគឺខ្ញុំមានតែប៉ុណ្្នឹងនោះទេដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមបន្ថែមបន្តិចទៅចុះបងប្អូនដោយសារតែខានិយាយទៅជាមួយនឹងចំណុចកន្លែងហ្នឹងគឺវាយូរដែរហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់មានបំណងឬក៏មានចំណាប់អារម្មណ៍ទៅលើមន្តវិជ្ជាការចង់សិក្សានៅរបៀបនៃគាថាណានីមួយនោះបើសិនជាបងប្អូនមានគោលបំណងច្បាស់លាស់បងប្អូនគួរតែស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវទៅហេតុអីបានជាខ្ញុំលើកចំណុចនេះឡើងបើសិនជាបងប្អូន
trong sức xa nơi mônวิชาការក៏ប៉ុន្តែមិនស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រគឺរៀនដោយខ្លួនឯងការរៀនដោយខ្លួនឯងនេះបងប្អូនវាមិនមែនថាមិនបានឬក៏រៀនមិនចេះនោះទេតែគ្រាន់តែថាវាមានហេតុផលច្រើនដែលបងប្អូនមិនគួររៀនដោយមិនមានគ្រូនៅពីក្រោយនោះទេហ្នឹងហើយចំណុចទី1បើសិនជាបងប្អូនរៀននៅគាថាដោយមិនមានគ្រូដឹកនាំគឺវាប្រឈមមុខជាមួយនឹងហានិភ័យខ្លាំងមែនទែនចំណុចទី2គឺនៅពេលដែលបងប្អូនចេះនៅគាថាទៅក៏មិនប្រកាសថាបងប្អូនយកនៅគាថាទាំងអស់ហ្នឹងយកទៅប្រើទទួលបានផលដែរចំណុចទី3ទោះបីជាបងប្អូនចេះច្រើនប៉ុណ្ណាក៏ដោយចេះច្បាស់នៅក្នុងគាថានឹងយ៉ាងណាក៏ដោយទោះបីជាបងប្អូនចំណាយពេលយូរយ៉ាងណាក៏ដោយក៏មិនប្រកាសថាបងប្អូនប្រើនៅមន្តវិជ្ជាទាំងអស់ហ្នឹងកើតទៅជាប្រយោជន៍បានដែរអ្វីដែលសំខាន់គឺវាបង្កនឹងហានិភ័យមកដល់ខ្លួនឯងបើសិនជាយើងរៀនដោយមិនមានគ្រូហើយយើងរៀននៅគាថាច្រើនដែលមិនមានប្រភពច្បាស់លាស់ឬក៏រៀនគាថានេះផងគាថានោះផងអញ្ចឹងទៅហ្នឹងហើយតែខ្ញុំនិយាយបែបនេះមិនមែនថាហាមឃាត់បងប្អូនដែលរៀនដោយមិនមានគ្រូមិនឲ្យរៀនទេបងប្អូនរៀនក៏រៀនទៅចុះគ្រាន់តែថាបងប្អូនរៀនតែ1មេឬក៏2មេគឺវាគ្រប់គ្រាន់សម្រាប់ខ្លួនយើងហ្នឹងហើយរៀនតែគាថាណាដែលល្អឧទាហរណ៍ការពារខ្លួនពេលធ្វើដំណើរតនេតនាអញ្ចឹងទៅឲ្យបានសេចក្តីសុខសេចក្តីចម្រើនបញ្ជានៅគ្រោះភ័យផ្សេងមិនថាផ្លូវទឹកឬក៏ផ្លូវគោកផ្លូវអាកាសអីនោះទេហ្នឹងហើយឬក៏ជាប្រភេទនៃគាថាសូត្រឲ្យមានលៀបមានជ័យគាថារកស៊ីលូដូនេះគឺជាមិនមែនប្រភេទនៃមន្តផ្សាយគ្នាទេអញ្ចឹងគឺយើងអាចរៀនបានមិនជាបញ្ហាអីទេហើយយកតែ1មេឬក៏2មេគឺគ្រប់គ្រាន់ណាស់បងប្អូនមិនចាំបាច់រៀនច្រើនខ្លាំងពេកទេហ្នឹងហើយមិនចាំបាច់រៀនច្រើនខ្លាំងពេកនោះទេតែប៉ុណ្្នឹងគឺគ្រប់គ្រាន់ពេកហើយតែបើសិនជាបងប្អូនចង់ហើយចង់ឧទាហរណ៍ថាបងប្អូនមានគោលបំណងមួយចង់ខ្លាយទៅជាគ្រូដើម្បីជួយសង្គ្រោះជីវិតសត្វលោកអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនចាំបាច់ត្រូវស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវហើយកុំរៀនដោយមិនមានគ្រូឲ្យសោះហ្នឹងហើយគេថាអាចថាជាអាវុធមុខពីរដែរបើសិនជាបងប្អូនរៀនទៅបងប្អូនមិនដឹងច្បាស់នៅគេថាហ្នឹងហើយមិនមានអ្នកដែលចាំអប់រំពីខាងក្រោយមិនមានអ្នកដែលនៅចាំចង្អុលបង្ហាញពីខាងក្រោយថ្ងៃទៅមុខវាអាចនឹងបង្កទៅជាហានិភ័យបានធម្មតាបងប្អូនបើយើងរៀនដោយខ្លួនឯងគឺយើងអត់ដឹងក្បាលអត់ដឹងកន្ទុយទេយើងធ្វើទៅតាមចិត្តយើងចង់បើន័យថាយើងចង់រៀនគេថាអីគឺយើងរៀនគេថានឹងតែម្ដងហើយគេហៅថាការលុតដំពត់នៃចិត្តគំនិតរបស់យើងនឹងគឺមិនមានតល់តែសោះចិត្តនៅតែស្រាលដដែលហើយពេលខ្លះអាចនឹងមានទៅដល់ការអំនួតអួតកេងក្អាងមើលស្រាលទៅលើអ្នកដទៃថែមទៅទៀតតែបើសិនជាមានគ្រូគឺលោកតែងតែណែនាំអប់រំស្ដីបដាបដាមកកាន់យើងអញ្ចឹងទៅថាអ្វីគួរធ្វើអ្វីមិនគួរធ្វើអ្វីគួរនិយាយអ្វីមិនគួរនិយាយអ្វីគួររៀនអ្វីដែលមិនគួររៀនអញ្ចឹងទៅហ្នឹងហើយអញ្ចឹងគ្រូគឺជាចំណុចដ៏សំខាន់បើសិនជាបងប្អូនចង់ចាប់ផ្ដើមសិក្សានៅមន្តវិជ្ជាការអញ្ចឹងខ្ញុំអត់មានអីវែងឆ្ងាយបងប្អូនគឺមានតែប៉ុណ្្នឹងហើយសម្រាប់គាថាមួយនោះសង្ឃឹមថាបងប្អូននឹងយល់ហ្នឹងហើយអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់ទៅដល់ពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រែងលោថាមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលូខុសឆ្គងជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់ទៅដល់ខ្ញុំពីចម្ងាយផងអញ្ចឹងដោយពេលចាស់មួយលោកបានពោលថាដំរីជើង4តែមានផ្លាត់រីឯនៅប្រាំងជាស្ទាត់គង់មានភ្លេងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលេចមកការរូបខ្ញុំអានេះវិញឃើញថាមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូនីមួយៗវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះហើយបើសិនជាមានចំណុចណាដែលខ្វះខាតឬក៏ខុសឆ្គងជាដើមនោះគឺមានតែសូមនៃការអធិស្ឋានអភ័យអត់ទៅអំពីពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយនឹងឯងអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណៈជាដើមបើសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណាមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីក្លៀងក្លាសូមអរគុណនិងសូមគោរពជំរាបលា